ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិសាស្ត្រនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងលើកមកនិយាយពីរឿងមួយដែលខ្ញុំសូមដាក់ចំណងជើងថាកម្ពុជាជាមួយនឹងអាមេរិកចែកផលប្រយោជន៍គ្នាម្នាក់ពាក់កណ្ដាលហើយសៀមកំពុងតែមុខជូរហើយនៅពេលនេះគឺជាអ្វីដែលខ្ញុំចង់លើកមកនិយាយដោយសារតែមានដំណឹងពិសេសមួយចង់លើកមកជម្រាបជូនពុកម៉ែបងប្អូនផងដែររឿងដំបូងដែលខ្ញុំចង់និយាយនោះគឺតេតិនទៅនឹងអារម្មណ៍របស់ពុកម៉ែបងប្អូនខ្ញុំជឿជាក់ថាមានពុកម៉ែបងប្អូនខ្លះនៅពេលនេះហាក់ដូចជាបានធូរអារម្មណ៍ហើយបន្ទាប់ពីអារម្មណ៍បានតានតឹងមែនទែននៅរយៈពេលប៉ុន្មានថ្ងៃមុននេះភាពធូរស្រាលនៅក្នុងអារម្មណ៍នេះគឺដោយសារតែមានដំណឹងមួយត្រូវបានបង្ហោះផ្សាយពីម្សិលមិញនោះគឺដំណឹងថាលោកដូណាល់ត្រាំគឺប្រកាសជានឹងជិះយន្តហោះពីអាមេរិកមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានដែលធ្វើឡើងចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025ការដែលលោកដូណាល់ត្រាំមកចូលរួមនៅក្នុងកិច្ចប្រជុំនេះអាចនិយាយបានថាគឺមកដើម្បីអង្គុយមើលសៀមនឹងវាអស់លក្ខគឺគាត់នឹងធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចចរចាក៏ដូចជាកិច្ចព្រមព្រៀងរកសន្តិភាពជាក់លាក់ជាអចិន្ត្រៃយ៍រវាងកម្ពុជានិងថៃតេតិនទៅនឹងដំណឹងនេះអាចចាត់ទុកថាជាដំណឹងពិតប្រាកដក៏ជាដំណឹងផ្លូវការ90%ទៅហើយដោយសារតែដំណឹងនេះគឺនិយាយឡើងដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ីក៏ដូចជាមានការលើកមកបង្ហោះផ្សាយជាបន្តពីគេហទំព័រសារព័ត៌មាន Reuters ក៏ដូចជាសារព័ត៌មានធំៗជាច្រើនទៀតអញ្ចឹងនៅពេលនេះយើងរងចាំតែ10%ទៀតនោះទេគឺការមកដល់ក៏ដូចជាកិច្ចដំណើរការនៃកិច្ចប្រជុំនោះតេតិនទៅនឹងដំណឹងនៃការចូលរួមពីប្រទេសធំៗនេះក៏មានដំណឹងលេចលឺថាសូម្បីតែលោកស៊ីជីនពីងដែលជាមេដឹកនាំរបស់ចិនក៏នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននេះដែរអញ្ចឹងនិយាយដល់ចំណុចនេះខ្ញុំក៏សូមខន្តីអធិស្ឋានក៏ដូចជាសូមទោសផងដែរចំពោះពុកម៉ែបងប្អូនយើងដែលបានតាមដានស្ដាប់នៅរាល់វីដេអូប៉ុន្មានមុននេះរបស់ខ្ញុំដែលប្រហែលវីដេអូនេះដោយសារតែខ្ញុំមានការតានតឹងខ្លាំងពេកដោយសារតែការឈ្លានពានរបស់សៀមវាធ្វើស្ដែងពេកអញ្ចឹងធ្វើឲ្យខ្ញុំតប់អារម្មណ៍មិនបានទេអញ្ចឹងខ្ញុំក៏លើកមកនិយាយដែលមិនពេញចិត្តចំពោះការតបតពីកម្ពុជាពីព្រោះតែនៅពេលនោះសៀមវាបានចូលមកឈូសឆាយបានចូលធ្វើសកម្មភាពច្រើននៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាតែយើងបានត្រឹមតែឈោមើលក៏ដូចជាថតក៏ដូចជានាំអ្នកអង្កេតការទៅពិនិត្យអញ្ចឹងនៅពេលដែលយើងធ្វើសកម្មភាពតែប៉ុណ្ណឹងវាធ្វើឲ្យខ្ញុំពិតជាមិនសុខសោះខ្ញុំវាពុះកញ្ជ្រោលពេកអញ្ចឹងខ្ញុំក៏លើកមកនិយាយមិនគ្រប់គ្រងចំពោះសកម្មភាពរបស់កម្ពុជាយើងសម្រាប់ការតបតជាមួយនឹងសៀមក៏ប៉ុន្តែនៅពេលថ្ងៃម្សិលមិញនេះនៅពេលដែលដំណឹងដែលលោកដូណាល់ត្រាំនឹងចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានក៏ដូចជាធ្វើជាអធិបតីភាពនៅក្នុងការចរចារវាងថៃជាមួយនឹងកម្ពុជាទៅខ្ញុំមានអារម្មណ៍ធូរស្រាលហើយក៏ជាពេលដែលខ្ញុំគិតថាអ្វីដែលកម្ពុជាធ្វើទាំងអម្បាលម៉ានគឺសុទ្ធសឹងតែជារឿងត្រឹមត្រូវទាំងអស់សម្រាប់នៅពេលនេះក្នុងចិត្តរបស់ខ្ញុំគឺគិតថាការដែលលោកដូណាល់ត្រាំសម្រេចចិត្តជិះយន្តហោះពីអាមេរិកមកម៉ាឡេស៊ីគឺដើម្បីកម្ពុជាតែម្ដងហើយក៏មានមួយចំណែកទៀតក៏ដើម្បីអាមេរិកដែរអញ្ចឹងខ្ញុំហ៊ានកំណត់ថាការដែលលោកដូណាល់ត្រាំសុកចិត្តមកចូលរួមនៅក្នុងកិច្ចប្រជុំមួយនេះគឺដោយសារតែផលប្រយោជន៍កម្ពុជាពាក់កណ្ដាលក៏ដើម្បីផលប្រយោជន៍អាមេរិកពាក់កណ្ដាលដែរអញ្ចឹងនឹងមានការចែកផលប្រយោជន៍គ្នាម្នាក់ពាក់កណ្ដាលរវាងអាមេរិកនិងកម្ពុជាប៉ុន្តែសម្រាប់ថៃវិញគឺអត់បានប្រយោជន៍អីទេសម្រាប់ផលប្រយោជន៍អាមេរិកនិងកម្ពុជាខ្ញុំនឹងលើកមកជម្រាបជូនពុកម៉ែបងប្អូនផងដែរក៏ប៉ុន្តែមុននឹងលើកមកនិយាយពីរឿងនេះយើងក៏ទៅមើលអំពីទឹកមុខរបស់សៀមបន្តិចដែរខ្ញុំសូមបញ្ជាក់ថានៅពេលនេះសម្រាប់សៀមវិញគឺពួកគេនៅតែមានគំនិតមិនចង់ឲ្យមានប្រទេសទី3ឬក៏មិនចង់ឲ្យមានប្រទេសមហាអំណាចដូចជាអាមេរិកចូលមកជ្រៀតជ្រែកនៅក្នុងរឿងរវាងកម្ពុជាថៃនោះទេនេះគឺជាអ្វីដែលពួកគេបានគិតទុកជាយូរណាស់មកហើយមកដល់ពេលនេះសៀមក៏នៅតែបន្តគិតបែបនេះដែរគេមិនចង់ឲ្យអ្នកណាមកជួយកម្ពុជានោះទេគេនៅតែនិយាយថាចង់ដោះស្រាយទ្វេភាគីតែប៉ុណ្ណោះបើយើងនិយាយអំពីការបង្ហោះផ្សាយនៅក្នុងសារព័ត៌មានសៀមជាច្រើនគឺមានការលើកមកនិយាយច្រើនក៏ប៉ុន្តែបើសិនបើយើងបង្រួមអំពីអត្តន័យរបស់គេទៅហាក់ដូចជាពួកគេមានចេតនាចង់បញ្ជៀសមិនចង់ឲ្យលោកដូណាល់ត្រាំធ្វើដំណើរមកចូលរួមនៅក្នុងកិច្ចប្រជុំនេះនោះទេក្រៅពីការចង់បញ្ជៀសលោកដូណាល់ត្រាំនេះនៅពេលនេះសៀមក៏កំពុងតែរិះរោចនៅហេតុផល
ដែលល្អបំផុតហើយបានកាន់តែច្រើនគឺកាន់តែល្អដើម្បីធ្វើការដាក់បន្ទុកមកលើប្រទេសកម្ពុជាហើយនៅពេលនេះហេតុផលទាំង4ឬក៏លក្ខខណ្ឌទាំង4ពួកគេក៏នៅតែប្រកាន់ភ្ជាប់ដែលជាការដាក់បន្ទុកមកឲ្យប្រទេសកម្ពុជាដែរនោះគឺទី1ឲ្យកម្ពុជាដកកងទ័ពទី2ដោះមីនចេញពីតំបន់ព្រំដែនទី3ធ្វើការលុបបំបាត់អំពើឆបោកតាមអនឡាញនិងទី4ត្រូវធ្វើការប្រគល់ភូមិជោគជ័យក៏ដូចជាភូមិប្រច័ណ្ឌទៅឲ្យការគ្រប់គ្រងដោយយោធារបស់សៀមអញ្ចឹងលក្ខខណ្ឌទាំង4នេះពួកគេនៅតែលើកមកនិយាយដដែលហើយពួកគេប្រកាសជាយកហេតុផលនេះទៅនិយាយនៅក្នុងកិច្ចប្រជុំនោះដែរក្រៅអំពីរឿងនេះប៉ះសិនបើយើងមើលទៅលើរឿងដែលកំពុងតែកើតមាននៅក្នុងប្រទេសសៀមយើងឃើញថានៅពេលនេះរដ្ឋាភិបាលថៃកំពុងតែមានបញ្ហាប្រឈមខ្លាំងមែនទែននោះគឺបញ្ហាផ្ទៃក្នុងនិងបញ្ហាផ្ទៃក្រៅនិយាយពីបញ្ហាផ្ទៃក្នុងក្រៅពីរឿងដែលយើងធ្លាប់ដឹងរឿងថ្មីនេះគឺបានផ្ទុះឡើងមួយទៀតហើយនោះគឺសម្រាប់ថ្នាក់ដឹកនាំធំរបស់ប្រទេសសៀមមួយចំនួនចាប់ផ្ដើមចេញប្រតិកម្មបញ្ចេញអំពីការពិតទាំងអស់ដែលជាការបកអាក្រាតអំពីការឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជាពួកគេបានលើកមកនិយាយច្រើនណាស់ទាក់ទិនទៅនឹងទង្វើដែលសៀមកំពុងតែធ្វើនៅពេលនេះគឺជាការរំលោភច្បាប់អន្តរជាតិក៏ជាការបំពានមកលើប្រទេសកម្ពុជាហើយបានលើកមកបញ្ជាក់ថាអ្វីទាំងអស់គឺសៀមគឺជាអ្នកធ្វើមកលើកម្ពុជាមុននេះគឺបើយោងទៅតាមការលើកមកបង្ហោះផ្សាយពីថ្នាក់ដឹកនាំធំមួយចំនួនរបស់ប្រទេសសៀមមានន័យថាផ្ទៃក្នុងរបស់ពួកគេគឺពុំពេញចិត្តឡើយចំពោះទង្វើដែលថ្នាក់ដឹកនាំរបស់គេធ្វើនៅពេលបច្ចុប្បន្ននេះហើយបើសិនបើយើងងាកទៅមើលអំពីផ្ទៃក្រៅវិញក៏មានមជ្ឈដ្ឋានជាច្រើនបានឃើញអំពីអ្វីដែលសៀមធ្វើមកលើប្រទេសកម្ពុជាផងដែរនេះគឺជាបញ្ហាប្រឈមដែលកំពុងតែកើតមានសម្រាប់រដ្ឋាភិបាលថៃអញ្ចឹងសម្រាប់ទឹកមុខរបស់ប្រទេសថៃនៅពេលនេះគឺកំពុងតែមិនស្រស់ទេអាចថាមុខជូរហើយបន្ទាប់ពីទទួលបានដំណឹងនេះព្រោះថាប្រសិនបើអត់មានថ្នាក់ដឹកនាំប្រទេសមហាអំណាចចូលរួមមើលអំពីកិច្ចប្រជុំនេះទេថៃគឺអាចនឹងប្រកាន់នៅចរិតដដែលពីព្រោះតែថៃគេមិនខ្លាចឡើយទៅលើប្រទេសដទៃទៀតក្រៅពីប្រទេសមហាអំណាចដូចជាចិននិងអាមេរិកសម្រាប់ប្រទេសដទៃដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺអត់មានប្រទេសណាមួយដែលខ្លាំងដាច់ជាមួយថៃនោះទេអញ្ចឹងពួកគេអត់សូវខ្លាចទៅលើប្រទេសដទៃទៀតទេប្រសិនបើអត់មានវត្តមានរបស់ថ្នាក់ដឹកនាំប្រទេសមហាអំណាចអញ្ចឹងថៃនៅតែអត់ស្ដាប់អ្នកណាដដែលនៅតែកលិចកលុចដដែលអញ្ចឹងនៅពេលដែលលោកដូណាល់ត្រាំមកលើកនេះវាមានន័យថាថៃពេលនេះគឺកំពុងតែមានគំនាបមួយពីអាមេរិកហើយបើធ្វើអ្វីដែលមិនត្រឹមត្រូវទេអាចនឹងមានការដំឡើងថ្លៃពន្ធនាំចូលឬក៏មានគំនាបផ្នែកសេដ្ឋកិច្ចពីអាមេរិកជាមិនខាននោះទេអញ្ចឹងនេះគឺជារឿងសម្រាប់ប្រទេសថៃបើសិនបើយើងងាកមកមើលអំពីផលប្រយោជន៍ដែលខ្ញុំលើកមកនិយាយថាអាមេរិកពាក់កណ្ដាលកម្ពុជាពាក់កណ្ដាលគឺខ្ញុំនឹងលើកយកហេតុផលមួយចំនួនមុននឹងលើកមកបង្ហាញអំពីផលប្រយោជន៍រវាងកម្ពុជានិងអាមេរិកខ្ញុំសូមបញ្ជាក់អំពីដើមចមបន្តិចសម្រាប់នៅពេលនេះប្រសិនបើយើងមើលអំពីឆន្ទៈគឺឆន្ទៈរបស់កម្ពុជាជាមួយនឹងឆន្ទៈរបស់អាមេរិកគឺវាត្រូវគ្នាសម្រាប់អាមេរិកនៅពេលនេះអ្វីដែលគេចង់បង្ហាញទៅឲ្យពិភពលោកឃើញគឺអាមេរិកមិនចង់ឲ្យពិភពលោកនេះអសន្តិភាពនោះទេអាមេរិកចង់ឲ្យពិភពលោកនេះមាននូវសន្តិភាពលោកដូណាល់ត្រាំបានព្យាយាមនៅក្នុងការសម្រុះសម្រួលប្រទេសដែលកំពុងតែមានចំនួនកំពុងតែមានសង្គ្រាមជាមួយនឹងគ្នាហើយនៅពេលនេះសម្រាប់រុស្ស៊ីនិងអ៊ុយក្រែនក៏មានការអន្តរាគមន៍ពីលោកដូណាល់ត្រាំស្ថានភាពធូរស្រាលតំបន់កាហ្សាក៏មានការជួយពីលោកដូណាល់ត្រាំដែរក៏កំពុងតែមានស្ថានភាពធូរស្រាលដែរអញ្ចឹងលទ្ធផលគឺលោកដូណាល់ត្រាំបានធ្វើច្រើនទទួលបានផលប្រយោជន៍ច្រើនអញ្ចឹងឆន្ទៈរបស់លោកដូណាល់ត្រាំគឺធ្វើយ៉ាងណាត្រូវតែយកសមត្ថភាពរបស់គាត់បញ្ឈប់សង្គ្រាមនៅលើពិភពលោកវាត្រូវជាមួយនឹងឆន្ទៈរបស់ប្រទេសកម្ពុជាដែលព្យាយាមតស៊ូអត់ធ្មត់មិនព្រមធ្វើអ្វីដែលបង្កជាសង្គ្រាមនោះទេឆន្ទៈរបស់កម្ពុជាគឺមានពីរទី1គឺចង់បានសន្តិភាពទី2ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាមិនចង់ឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមម្ដងទៀតនោះទេអញ្ចឹងឆន្ទៈរវាងអាមេរិកនិងកម្ពុជាគឺដូចគ្នាអញ្ចឹងហើយបានជាយើងអាចកំណត់បានថាប្រសិនបើឆន្ទៈដូចគ្នាបែបនេះការមករបស់លោកដូណាល់ត្រាំវាហាក់ដូចជាផ្ដល់ជាសង្ឃឹមមួយដល់ប្រទេសកម្ពុជាឬហាក់ដូចជាមកនេះដើម្បីជួយកម្ពុជាក៏ដើម្បីប្រយោជន៍កម្ពុជាដើម្បីសន្តិភាពសម្រាប់កម្ពុជាផងដែរ
បើយើងធៀបឆន្ទៈរវាងថៃជាមួយនឹងអាមេរិកគឺខុសគ្នាដាច់តែម្ដងអាមេរិកមិនចង់មានសង្គ្រាមប៉ុន្តែសៀមចង់មានសង្គ្រាមអញ្ចឹងអត់មានហេតុផលណាមួយដែលរកឃើញថាអាមេរិកមកនេះជាការជួយទៅលើប្រទេសថៃនោះទេអញ្ចឹងនេះគឺជាដើមចមដែលយើងអាចលើកទៅបញ្ជាក់អំពីផលប្រយោជន៍សម្រាប់ផលប្រយោជន៍ពាក្យកណ្ដាលដែលយើងនិយាយនោះគឺសម្រាប់កម្ពុជាគឺទទួលបានផលប្រយោជន៍សន្តិភាពនៅពេលដែលលោកដូណាល់ត្រាំមកលើកនេះពិតជាអាចបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍រវាងថៃនិងកម្ពុជាអញ្ចឹងនេះគឺជាផលប្រយោជន៍មួយសម្រាប់កម្ពុជាសម្រាប់អាមេរិកដែលគេខិតខំជិះយន្តហោះពីចម្ងាយលះបង់ពេលវេលាដើម្បីផលប្រយោជន៍គេដែរនោះគឺអ្វីដែលអាមេរិកចង់បានពេលនេះនោះគឺទី1គឺចង់បានគេឈ្មោះចង់ឲ្យពិភពលោកទទួលស្គាល់ថាអាមេរិកគឺជាប្រទេសមហាអំណាចពិតប្រាកដដែលធ្វើឲ្យពិភពលោកមានសន្តិភាពទី2អាមេរិកគឺចង់ជះឥទ្ធិពលរបស់ពួកគេមកក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីផ្ទប់ទៅលើឥទ្ធិពលរបស់ចិននេះគឺជារឿងសំខាន់បំផុតនៅពេលនេះអ្វីដែលអាមេរិកចង់បានគឺផ្ទប់ឥទ្ធិពលរបស់ចិនកុំឲ្យឥទ្ធិពលចិនវាខ្លាំងពេកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយធ្វើឲ្យឥទ្ធិពលរបស់អាមេរិកវាធ្លាក់ចុះរឿងនេះគឺវាទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយហើយខ្ញុំក៏សូមលើកមកជម្រាបតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានរឿងតែប៉ុណ្្នឹងទេដើម្បីលើកមកជម្រាបជូនពុកម៉ែបងប្អូនការដែលខ្ញុំលើកមកនិយាយនេះគឺដោយសារតែនៅពេលនេះយើងអារម្មណ៍ល្អមែនទែនមានការធូរស្រាលនៅក្នុងអារម្មណ៍យ៉ាងខ្លាំងគឺធូរតែម្ដងបន្ទាប់ពីលើកដំណឹងនេះសង្ឃឹមថាវត្តមានរបស់លោកដូណាល់ត្រាំលើកនេះគឺនឹងធ្វើឲ្យថៃលែងហ៊ានធ្វើអ្វីផ្ដេសផ្ដាសទៀតហើយនោះទើបយើងនឹងច្បាស់ថាយើងអត់មានសង្គ្រាមទេហើយនៅពេលនេះហើយដែលយើងនឹងបានឃើញនៅសមិទ្ធផលរបស់យើងដែលខំធ្វើនាពេលកន្លងមកអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះពុកម៉ែបងប្អូនមានអ្វីចង់បន្ថែមសូមខមមិននៅខាងក្រោមជួបគ្នានៅក្នុងវីដេអូក្រោយ